Shalom ព្រះបន្ទូលលើកទឹកចិត្តថ្ងៃទី5ខែកក្កដាមានចំណងជើងថាព្រះដែលមិនបោះបង់ចោលយើងឡើយអត្ថបទសេដោយ Oswald Chambers មកប្រែសម្រួលនិងអានដោយអោមសំយូអែលព្រះបន្ទូលថ្ងៃនេះហេព្រើរចំពោះ13ខ5ដល់ខ7ជួយឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះត្បិតទ្រង់មានព្រះបន្ទូលថាអញនឹងមិនចាកចេញពីឯងក៏មិនបោះបង់ចោលឯងឡើយបានជាយើងរាល់គ្នាអាចនឹងនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចឡើយព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំតើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបានចូលនឹកចាំពីពួកអ្នកដែលនាំមុខដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នាត្រូវតែត្រាប់តាមសេចក្តីជំនឿរបស់អ្នកទាំងនោះយើងពិចារណាមើលចុងបំផុតនៃកិរិយាគេផងត្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែលគឺពីថ្ងៃម្សិលថ្ងៃនេះហើយទៅដល់អកាលជានិច្ចតទៅព្រះមិនបោះបង់ចោលយើងឡើយតែការគិតរបស់ខ្ញុំយកទៅតាមច្រកណាមួយតែខ្ញុំងាកទៅរកអ្វីដែលព្រះមានបន្ទូលឬងាកទៅរកការភ័យខ្លាចនិងការព្រួយបារម្ភរបស់ខ្ញុំតើខ្ញុំគ្រាន់តែនិយាយតាមឡើងវិញនៅអ្វីដែលព្រះមានបន្ទូលឬតើខ្ញុំរៀនស្ដាប់ត្រង់ដោយពិតប្រាកដហើយជឿនិងធ្វើតាមបន្ទាប់ពីខ្ញុំបានឮនៅព្រះបន្ទូលត្រង់ត្បិតទ្រង់មានព្រះបន្ទូលថាអញនឹងមិនចាកចេញពីឯងក៏មិនបោះបង់ចោលឯងឡើយដូច្នេះយើងអាចនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចឡើយព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំតើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបានហេព្រើរចំពោះ13ខ5ដល់ខ6អញនឹងមិនចាកចេញពីឯងមិនមែនដោយសារហេតុផលណាមួយមិនមែនដោយសារអំពើបាបភាពអាត្មានិយមការរឹងចេះឬការបង្វែងរបស់ខ្ញុំឡើយតើខ្ញុំពិតជាអនុញ្ញាតឲ្យព្រះមានបន្ទូលមកខ្ញុំថាទ្រង់នឹងមិនចាកចេញពីខ្ញុំទេប្រសិនបើខ្ញុំមិនបានឮការធានារបស់ព្រះជាម្ចាស់ទេនោះសូមឲ្យខ្ញុំបានស្ដាប់ឮម្ដងទៀតអញមិនបោះបង់ចោលឯងឡើយពេលខ្លះមិនមែនជាការលំបាកក្នុងជីវិតទេតែជាភាពធន់ថប់ដែលធ្វើឲ្យខ្ញុំគិតថាព្រះជាម្ចាស់បានបោះបង់ចោលខ្ញុំនៅពេលដែលมันមានជួបការលំបាកធំដុំដែលអាចយកឈ្នះគ្មានការប្រមូលឃើញពីព្រះគ្មានឃើញអ្វីអស្ចារ្យឬស្រស់ស្អាតគ្រាន់តែជាសកម្មភាពប្រចាំថ្ងៃនៃជីវិតតែខ្ញុំឮការធានារបស់ព្រះសូម្បីតែក្នុងពេលទាំងនោះទេយើងមានគំនិតថាព្រះនឹងធ្វើរឿងពិសេសមួយចំនួនគិតថាទ្រង់កំពុងរៀបចំនិងបំពាក់យើងសម្រាប់កិច្ចការដ៏អស្ចារ្យមួយចំនួននៅពេលអនាគតប៉ុន្តែនៅពេលដែលយើងរីកចម្រើននៅក្នុងព្រះគុណរបស់ទ្រង់យើងនឹងឃើញថាព្រះកំពុងលើកដំកើងទ្រង់នៅទីនេះឥឡូវនេះនិងនៅពេលនេះប្រសិនបើយើងដឹងការធានាពីព្រះនៅពីខាងក្រៅយើងនោះកម្លាំងដ៏អស្ចារ្យបំផុតនឹងក្លាយជារបស់ផងយើងហើយយើងអាចច្រៀងលើកដំកើងទ្រង់សូម្បីតែក្នុងថ្ងៃធម្មតានៃជីវិតរស់នៅជារៀងរាល់ថ្ងៃរបស់យើងសូមអធិដ្ឋានជាមួយខ្ញុំអរព្រះជាម្ចាស់អើយទូលបង្គំទុកចិត្តលើទ្រង់មិនដែលបោះបង់អ្នកដែលស្វែងរកទ្រង់ឡើយទូលបង្គំដឹងថាទ្រង់មិនដែលធ្វើឲ្យទូលបង្គំខកចិត្តពីព្រោះជីវិតទូលបង្គំរហូតមកដល់ពេលនេះគឺជាទីបន្ទាល់អំពីភាពអស្ចារ្យរបស់ទ្រង់សូមជួយទូលបង្គំឲ្យធ្វើឲ្យសេចក្តីជំនឿនិងការដើរតាមទ្រង់កាន់តែប្រសើរឡើងសូមរាជាចិត្តរបស់ទូលបង្គំលើទ្រង់ឲ្យបាននៅខ្ជាប់ខ្ជួនកុំឲ្យរវើរវាយដូចជាទូលបង្គំប្រឈមមុខនឹងឧបសគ្គអ្វីនៅលើផែនដីនេះទូលបង្គំសូមប្រកាសថាសេចក្តីស្មោះត្រង់និងចិត្តរឹងមាំរបស់ទូលបង្គំចំពោះទ្រង់នឹងមានរហូតគ្រប់ពេលវេលាទូលបង្គំសូមទូលគ្រប់ការនេះនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន